នេះគឺជាសៀវភៅសម្រាប់យុវជនយុវនារីយ៉ានឺលីវភរិយាស្វាមីនិងម្ដាយឪពុកអានដើម្បីទទួលបាននូវគតិបង្ហាញផ្លូវបន្ថែមលើកិច្ចការកសាងគ្រួសារមួយមានសុភមង្គលគ្រួសារគឺជាសមរភូមិជីវិតដែលមិនងាយនរណាជៀសរួចឡើយវាសាមញ្ញផងអស្ចារ្យផងសប្បាយរីករាយផងស្មុគស្មាញផងវាធ្វើឲ្យជីវិតកាន់តែស្រស់ស្អាតមានន័យនិងមានតម្លៃព្រោះជីវិតមិនទន់ខ្សោយដោយសារយើងជួបប្រទះបញ្ហាប៉ុន្មានក្នុងជីវិតនោះទេប៉ុន្តែជីវិតខ្លាំងពូកែដោយសារថាតើយើងហ៊ានប្រឈមមុខនិងដោះស្រាយបញ្ហាដោយជោគជ័យបានច្រើនប៉ុណ្ណាក្នុងដំណើរជីវិតមិនថានៅក្នុងបរិបទអភិវឌ្ឍប្រទេសជាតិការងារនិងគ្រួសារការដឹងច្បាស់លាស់អំពីចំណុចខ្សោយរបស់ខ្លួនមិនទាន់គ្រប់គ្រាន់ទេតើតែដឹងច្បាស់អំពីរបៀបកែប្រែចំណុចខ្សោយទាំងនោះនិងកែលម្អជាប្រចាំទើបជាការប្រប្រៃខ្លាំងពីខាងក្នុងរួមមានចំណេះដឹងបញ្ញាស្មារតីនិងការបដិញ្ញាចិត្តគឺជាសក្តានុពលពិតដើម្បីឈ្នះអ្វីៗគ្រប់យ៉ាងដូច្នេះចូលកុំខ្លាចធឿជ្រូកកុំរៀតទឹកក្តៅបើចោះភ័ក្រកុំខ្លាចប្រឡាក់ជើងខោឬស្បែកជើងជីវិតនឹងបង្រៀនយើងជាបន្តបន្ទាប់តើជីវិតបែបណាដែលយើងចង់រស់នៅពិតហើយមនុស្សគ្រប់គ្នាសុទ្ធតែចង់បានជីវិតជោគជ័យនិងមានសុភមង្គលស្របតាមក្តីស្រមៃរបស់ខ្លួនហេតុនេះយើងត្រូវដឹងថាតើខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬនៅដើម្បីសម្រេចជោគជ័យនោះយើងត្រូវតែដឹងថាតើជោគជ័យនិងសុភមង្គលរបស់យើងត្រូវការឲ្យយើងមានអ្វីខ្លះចំណេះដឹងជំនាញសមត្ថភាពសុខភាពគុណធម៌ការតស៊ូអត់ធ្មត់ឬអ្វីៗផ្សេងទៀតក្នុងនោះដែរការកំណត់ដែននៃភាពជោគជ័យរបស់យើងគួរមានលក្ខណៈប្រកបប្រជាមិនមែនស្រមៃឡើយនៅក្នុងការប្រកួតរត់ប្រណាំងមួយដែលគ្មានខ្សែទីផ្ដាច់ព្រាត់យើងមិនអាចដឹងថាខ្លួនទទួលបានជោគជ័យឬឈ្នះទេទោះយើងរត់មួយជីវិតក៏ដោយជីវិតគ្មានការកំណត់គោលដៅនិងដែននៃភាពជោគជ័យក៏ស្ថិតនៅក្នុងគោលការណ៍ដូចគ្នានេះដែរក្នុងន័យនេះវាទាមទារការរៀបចំគោលដៅជីវិតឲ្យច្បាស់លាស់និងត្រឹមត្រូវហើយដើម្បីរៀបចំគោលដៅជីវិតយើងត្រូវរៀបចំជីវិតយើងឲ្យមានគោលដៅគោលដៅជីវិតគឺការយកឈ្នះជីវិតនេះឯងចូលចងចាំថាជោគជ័យនិងសុភមង្គលមិនកើតឡើងដោយប្រើពេលតែមួយយប់ឬមួយថ្ងៃទេប៉ុន្តែចូលកុំព្រួយព្រោះជីវិតជោគជ័យនិងមានសុភមង្គលមានមេរៀនដែលយើងអាចរៀនបានរៀនច្រើនចេះច្រើនឱកាសសម្រេចគោលដៅកាន់តែខិតមកជិតយើងជឿឈុំចោះឲ្យតែខំប្រឹងរៀនសូត្រពេញមួយជីវិតនរណាក៏អាចមានសុភមង្គលបានដែរប៉ុន្តែការរៀនច្រើនចាក់តិចឬមានសញ្ញាបត្រខ្ពស់តែមានចំណេះដឹងទាបគឺជាប្រការដ៏គ្រោះថ្នាក់ទាំងសម្រាប់បុគ្គលគ្រួសារនិងសង្គមជាតិសៀវភៅនេះបង្កប់ដោយកំណត់ទ្រព្យនៃចំណេះដឹងគំនិតនិងបទពិសោធន៍ជាច្រើនមានលក្ខណៈវិទ្យាសាស្ត្រទាក់ទងនឹងការរៀបចំគ្រួសារឲ្យមានសុភមង្គលនិងការអភិវឌ្ឍដូច្នេះមិត្តអ្នកអានអាចយល់បានហើយថាតើសៀវភៅនេះមានសារៈសំខាន់ប៉ុណ្ណាដល់ជនប្រុសស្រីម្នាក់និងគ្រួសារនីមួយខ្ញុំដឹងច្បាស់ថាការបង្កើតភាពជោគជ័យក្នុងជីវិតគឺជាកិច្ចការលំបាកនិងស្មុគស្មាញនៅក្នុងសៀវភៅរបស់ Goldberg and Martin 2008 លោក Galileo តារាវិទ្យាជនអ៊ីតាលីនិងជាអ្នករកឃើញទ្រឹស្ដីទំនាងផែនដីនិយាយថាអ្នកមិនអាចបង្រៀននរណាបានទេអ្នកគ្រាន់តែអាចជួយគាត់ឲ្យរកឃើញនៅអ្វីៗដែលមានក្នុងខ្លួនគាត់និងជួយឲ្យគាត់ចេះបំផុសវាឡើងតែប៉ុណ្ណោះដូច្នេះដែរសៀវភៅនេះមិនគ្រប់គ្រាន់នឹងជួយឲ្យមិត្តអ្នកអានសម្រេចបំណងបានទេហើយខ្ញុំយល់ថាសៀវភៅនេះប្រៀបដូចជាទឹកមួយដំណោះដ៏តូចបំផុតនៅក្នុងមហាសមុទ្រតែខ្ញុំជឿថាសៀវភៅនេះនឹងបំផុសគំនិតល្អនិងជំរុញមិត្តអ្នកអានឲ្យមានទឹកចិត្តកាន់តែខ្លាំងក្នុងការបដោតលើការកសាងនិងលើកកម្ពស់សុភមង្គលក្នុងគ្រួសារការពិតនោះគឺថានឹងមានអ្វីមួយកើតឡើងសម្រាប់ជីវិតរបស់អ្នកប៉ុន្តែចូលគម្រោងចាំវាកើតឡើងកុំឈរមើលវាកើតឡើងអ្នកត្រូវធ្វើឲ្យវាកើតឡើងតាមក្តីប្រាថ្នារបស់ខ្លួន